ប្រវត្តិខ្លះៗនៃប្រាសាទអង្គរវត្តប្រាសាទអង្គរវត្តគឺជាស្នាដៃស្ថាបត្យកម្មកំពូលរបស់ខ្មែរហើយក៏ជាភោជនីយដ្ឋានសាសនាដ៏ធំបំផុតនៅលើពិភពលោកប្រវត្តិសង្ខេបរបស់ប្រាសាទអង្គរវត្តមានដូចខាងក្រោមស្ដេចអ្នកកសាងនិងការបរិច្ឆេទព្រះមហាក្សត្រព្រះបាទជ័យវរ្ម័នទី2ការបរិច្ឆេទសាងសង់ចាប់ផ្ដើមនៅដើមទសវត្សរ៍ទី12ប្រហែលពីឆ្នាំ1113ដល់ឆ្នាំ1150នៃគ.ស.ការសាងសង់ត្រូវបានគេប៉ាន់ស្មានថាចំណាយពេលប្រមាណ30ឆ្នាំប៉ុន្តែមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយពេលព្រះអង្គសោយទីបង្គត់ទៅគោលបំណងប្រាសាទអង្គរវត្តត្រូវបានកសាងឡើងដំបូងដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនាទន្ទឹមនឹងនេះអ្នកប្រវត្តិសាស្ត្រយល់ថាវាក៏ជាប្រាសាទសម្រាប់តម្កល់ព្រះសពឬក៏ហៅថាភ្នូររបស់ព្រះអង្គផងដែរដោយសារទិសនៃប្រាសាទបែរទិសខាងលិចដែលជាទិសតំណាងឲ្យព្រះវិស្ណុនិងមរណៈទីតាំងស្ថិតនៅក្នុងរាជធានីយោសាធុបុរៈតំបន់អង្គរសៀមរាបសពថ្ងៃអត្ថន័យនិងរចនាបថប្រាសាទអង្គរវត្តដែលជារចនាដ៏ល្អឥតខ្ចោះនិងមានលក្ខណៈពិសេសជាផ្ទាល់ខ្លួននិមិត្តរូបប្រាសាទទាំងមូលគឺជានិមិត្តរូបនៃភ្នំព្រះសុមេរុដែលជាលំនៅឋានរបស់ទេវតានិងជាចំណុចកណ្ដាលនៃចក្រវាឡតាមជំនឿព្រហ្មញ្ញសាសនាកំពូលទាំង5របស់ប្រាសាទតំណាងឲ្យកំពូលភ្នំ5នៃភ្នំសុមេរុគូទឹកដ៏ធំព័ទ្ធជុំវិញតំណាងឲ្យមហាសមុទ្រដែលហ៊ុំព័ទ្ធពិភពលោកចម្លាក់លៀងល្បីល្បាញបំផុតគឺចម្លាក់លៀងនៅតាមថែជុំវិញប្រាសាទដែលពណ៌នាអំពីរឿងរាមេរណៈមហាភារន្តៈនិងក្បួនទ័ពរបស់ព្រះបាទជ័យវរ្ម័នទី2ការផ្លាស់ប្ដូរសាសនាដើមឡើយឧទ្ទិសដល់ព្រហ្មញ្ញសាសនាព្រះវិស្ណុនៅចុងទសវត្សរ៍ទី12ប្រាសាទនេះត្រូវបានផ្លាស់ប្ដូរបន្តិចម្ដងទៅជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនាថេរវេទហើយក៏បានរក្សាតួនាទីជាទីសក្ការៈបូជារហូតមកដល់បច្ចុប្បន្នដោយមិនដែលត្រូវបានបោះបង់ចោលទាំងស្រុងឡើយការរកឃើញឡើងវិញក្នុងសម័យទំនើបទោះបីជាប្រាសាទនេះនៅតែមានការគោរពបូជាដោយប្រជាជនខ្មែរក៏ដោយសម្រាប់លោកខាងលិចប្រាសាទនេះត្រូវបានរកឃើញឡើងវិញដោយអ្នករុករកជនជាតិបារាំងឈ្មោះលោកហុងរីហូហ្វូនៅឆ្នាំ1960បេតិកភណ្ឌពិភពលោកអង្គរវត្តត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅក្នុងឆ្នាំ1992ប្រាសាទនេះក៏ត្រូវបានប្រើប្រាស់ជានិមិត្តរូបលើទង់ជាតិរបស់កម្ពុជាទីតាំងចាប់ពីឆ្នាំ1863មកម្លេះដែលបង្ហាញពីតម្លៃវប្បធម៌និងមោទនភាពជាតិដ៏ខ្ពស់បាទវីដេអូសង្ខេបខ្លីៗក៏មានតែប៉ុណ្្នេះដែរដើម្បីទទួលបាននៅវីដេអូថ្មីជាបន្តទៀតបងប្អូនក៏សូមជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងនិងដាក់ Like Share វីដេអូនេះម្នាក់មួយផងសូមអរគុណ